សួស្តីបងប្អូនទាំងអស់គ្នាអូនិយាយពីស្បែកមុខខ្លួនឯងមួយរយៈនេះហើយសូវបានមានពេលថែទាំសោះនិយាយពីកតុយភ្នែកវិញឡើងជ្រួញហើយមួយទៀតក្នុងរន្ធញើសវិញគឺសុទ្ធតែជាតិពុលសុទ្ធតែធ្លីដីអញ្ចឹងខ្ញុំអត់រងចាំយូរទេបងប្អូនទាំងអស់គ្នាឥឡូវហ្នឹងខ្ញុំទាញជាមួយនឹង brand Belisa ហើយបងប្អូនហើយសម្រាប់មួយនេះដែលខ្ញុំកំពុងតែបង្ហាញបងប្អូនហ្នឹងគឺឈ្មោះថា Go Modeling Mask Go Modeling Mask ហ្នឹងគឺជាប្រភេទម៉ាស់កំតិចមាសផងដែរអាហ្នឹងគឺជាប្រភេទសាច់ម្សៅបងប្អូននិយាយពីថាមានក្លិនក្អូបแล้วខ្ញុំចូលចិត្តខ្លាំងមែនតើហើយសម្រាប់ម៉ាស់នេះក៏ចាប់វាធំដែរបងប្អូនមិនមែនតូចទេឥឡូវនេះខ្ញុំធ្វើការលាងសម្អាតមុខរួចរាល់ហើយអញ្ចឹងខ្ញុំមកធ្វើការបិទជាមួយនឹងម៉ាស់កំតិចមាសឲ្យបងប្អូនមើលណាអញ្ចឹងបងប្អូនឃើញហើយណាសាច់ម្សៅរបស់វាគឺលក្ខណៈថានិយាយទៅគឺឡើងម៉ត់ខៃតែម្ដងហើយបើសិនជាយើងធ្វើការប្រើគឺលក្ខណៈថាមើលស្លាបព្រាមុននេះខ្ញុំបានបង្ហាញណាអញ្ចឹងនេះខ្ញុំបានលាយទឹករួចរាល់ហើយខ្ញុំយកមកធ្វើការលាបសពពេញផ្ទៃមុខអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំចង់ប្រាប់បងប្អូនថាស្បែកមុខរបស់យើងបើសិនជាយើងអត់មានអីយកមកការពារយកមកថែទាំពេលយប់ដែលយើងសម្អាតមុខហើយទេគឺមានបញ្ហាច្រើនខ្លាំងមែនតើទី1គឺលក្ខណៈថាក្នុងរន្ធញើសគឺមានការប្រមូលផ្ដុំទៅដោយសារជាតិកខ្វក់អញ្ចឹងគឺបង្កគ្រោះថ្នាក់ដល់ស្បែកមុខវាធ្វើស្បែកមុខយើងលក្ខណៈថាមើលទៅខ្មៅស្អាប់មើលទៅគឺមានបញ្ហាថាស្បែកមុខរបស់យើងជ្រៅជ្រួញមើលទៅឆាប់ចាស់តែម្ដងអាហ្នឹងមកពីយើងអត់មានហររបស់ណាមកប្រើមកថែទាំឲ្យឃើញស្អាតប្រើតែម៉ាស់កំតិចមាសដូចខ្ញុំនេះទៅខ្ញុំនិយាយមែនល្អខ្លាំងមែនតើនិយាយទៅវ័យរបស់ខ្ញុំគឺ30ឆ្នាំជាងដែរអញ្ចឹងខ្ញុំត្រូវការប្រភេទផលិតផលមួយណាដែលអាចព្យាបាលបានខ្ពស់អញ្ចឹងខ្ញុំជ្រើសរើសជាមួយនឹងប្រភេទម៉ាស់កំតិចមាសនេះណាពីព្រោះម៉ាស់នេះពេលបងប្អូនបានប្រើហើយខ្ញុំនិយាយទៅគឺពេលដែលយើងប្រើនឹងតែម្ដងគឺវាជួយបឺតយកសារជាតិពុលដែលកប់នៅក្នុងរន្ធញើសនៅបានដែលកប់ក្នុងរន្ធញើសបានជ្រៅខ្លាំងមែនតើហើយចង់និយាយថាវាជួយជំរះបានស្អាតពេលដែលយើងបកចេញគឺនិយាយពីថាជាប់លក្ខណៈថាមុនសាច់មុនក្បាលខ្មៅនៅលើម៉ាស់នឹងតែម្ដងសម្រាប់ម៉ាស់កំតិចមាសនេះគឺជាម៉ាស់ដែលល្អខ្លាំងមែនតើដោយសារនៅក្នុងម៉ាស់កំតិចមាសនេះគឺមានបន្ថែមជាមួយនឹង ionization សម្រាប់ ionization ហ្នឹងគឺប្រើជាមួយនឹងអំពែដែលមានធាតុផ្សំសកម្មនិងមាសសុទ្ធដែលឯកទេសក្នុងការបញ្ចេញជាតិពុលចេញពីក្នុងរន្ធញើសផងដែរធាតុផ្សំរបស់ម៉ាស់កំតិចមាសនេះដែរខ្ញុំអត់បានបញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាទេសម្រាប់ធាតុផ្សំគឺផ្សំមកអំពីផ្លែបឺពិសេសជាមួយនឹងកំតិចនេះហើយនឹងពងមាន់ថែមទៀតនិយាយទៅសម្រាប់អត្ថប្រយោជន៍របស់វាខ្ញុំចង់បន្ថែមនៅលើនឹងហ្មងវាមិនត្រឹមតែជួយស្រូបយកជាតិពុលពីផ្ទៃមុខទេចំណុចល្អវាស័ក្តិសមជាមួយអ្នកឧស្សាហ៍ឡើងមុននិងមានស្នាមមុនថែមទៀតអញ្ចឹងបើចាំនិយាយណាគេទេបងប្អូនគឺខ្ញុំនឹងឯងក្រុមចការហើយនឹងកន្លែងចំអកគឺមុនកប់មុនក្បាលខ្មៅហ្នឹងគឺមាន 100% អាមួយទៀតហ្នឹងគឺរុនយកធំតែម្ដងអញ្ចឹងឥឡូវនេះខ្ញុំធ្វើការបិទម៉ាស់ហ្នឹងរួចរាល់ហើយណាបងប្អូនអញ្ចឹងបន្ទាប់ពីបានប្រើជាមួយម៉ាស់នេះហើយនិយាយពីថាស្បែកមុខគឺទៅនិយាយថាប្លែកតិចទៀតបងប្អូនឃើញណាអូខេអញ្ចឹងខ្ញុំចង់ប្រាប់ថាសម្រាប់ខ្ញុំអត់ទុកយូរទេខ្ញុំទុកត្រឹមតែ20នាទីបងប្អូនតែបើសិនជាបងប្អូនចង់ទុកយូរក៏បានដែរត្រឹម30នាទីអូខេអត់អីណាតែកុំឲ្យយូរជាងនឹងទៀតឥឡូវនេះខ្ញុំបានធ្វើការបកចេញហើយអញ្ចឹងនេះជាម៉ាស់ដែលខ្ញុំបកចេញហើយក៏សូមអធិស្ឋានដែរដែលខ្ញុំអត់បានបង្ហាញវីដេអូពីការបកចេញណាជាទៅងាយស្រួលខ្លាំងមែនតើហើយពេលដែលយើងបកចេញហើយគឺវានៅសល់